សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នាពីកន្លែងទិញ pad នៅក្នុង server ខ្សោមស៊ីដំបូងយើងកែមក spawn យើងបត់មកឆ្វេងមកហើយយើងឃើញផ្ទះមួយហ្នឹងយើងដើរមកពីចុងកាច់នេះចុងស្រួលចេញអូចាប់ហើយមែន full មែនអូមកទៅស៊ីបាត់ចាប់ដល់មិនចឹងឥឡូវចូលបានវិញហើយតែយើងបន្តដំណើរយ៉ាងទៀតយើងដើរមកផ្ទះហ្នឹងមកគេដើរតាមកញ្ញាហ្នឹងមកគេទៅតិចដែរតាមមើលយើងឡើងតាមកម្ពុជាយើងឡើងមកលើមកហើយយើងឃើញ NPC មួយឈរចាំនៅហ្នឹងយើងចុចលើ NPC ហ្នឹងមកពងមួយវាដូរ Diamond 32មកនឹង Gold 32អញ្ចឹងដល់មកយើងមក spawn វិញយើងដាក់ពងហ្នឹងទៅហើយយើង slash page activate ដាក់ឈ្មោះពងដែលយើងទិញមិញបន្ទាប់មកវានឹងចេញឲ្យយើងហើយអញ្ចឹងវាទៅណាមានតែប៉ុណ្្នឹងទេ